សួស្តីបងប្អូនថ្ងៃនេះគឺថាចេញវីដេអូមួយទៀតហើយតាក់ទងជាមួយនឹងសកម្មភាពប្រចាំថ្ងៃថ្ងៃនេះគឺគម្រោងទៅទិញសាច់ទិញត្រីយកមកធ្វើម្ហូបហើយត្រៀមទុកធ្វើម្ហូបថ្ងៃស្អែកទៀតអញ្ចឹងណាព្រលឹមឡើងចេញមកគឺថារៀបចំមើលនេះមើលអាយសិនហើយបានចាប់ផ្ដើមមើលចានឆ្នាំងរៀបចំដាក់ដាំបាយបន្ទាប់ពីរៀបចំដាក់ដាំបាយហើយនឹងក៏រត់ទៅងូតទឹកសិនរត់ងូតទឹកហើយក៏រៀបចំស្លៀកពាក់កៅអៅសិតសក់ឲ្យស្អាតបានចាប់ផ្ដើមរៀបចំបញ្ចេញម៉ូតូបាទរៀបចំចេញម៉ូតូនឹងមុននឹងចេញទៅក៏រៀបចំបោះជូតឲ្យស្អាតសិនបានចាក់សោទ្វារផ្ទះជិះទៅកាន់ផ្សារដើម្បីទៅរកទិញសាច់ទិញត្រីថាផ្ទះនេះនៅតែឯងទេផ្ទះនេះអត់មានអ្នកណានៅជាមួយទេហើយរងថ្ងៃមានចម្រោះនឹងមួយគ្រាន់ដាក់ច្រោះទឹកផឹកចម្រោះនឹងល្អយើងអាចផឹកបានបាទអញ្ចឹងមុនចេញទៅក៏ច្រោះទឹកនៅច្រោះទឹកនឹងមួយទៀតបានរៀបចំទៅបញ្ចេញម៉ូតូបាទហើយខ្ញុំដាក់ច្រោះបានដូចជាខ្ញុំច្រោះទុកចោលទេខ្ញុំទុកចោលសិនហើយបានត្រឡប់មកវិញនឹងអង្គុយកត់មនុយព្រោះតែនៅតែឯងអត់ដែលធ្វើម្ហូបទេហើយឥឡូវនេះក៏រៀបចំចេញម៉ូតូចេញទៅផ្សារប៉ុន្តែមុនទៅដល់នឹងក៏រៀបចំបោះជូតជ្រះឲ្យស្អាតសិនបានចេញទៅដូចខ្ញុំបានប្រាប់ខាងដើមចឹងគឺថានៅតែឯងទៅផ្ទះនេះអត់មានអ្នកណានៅជាមួយទេហើយផ្ទះនេះជួលគេនៅសម្រាប់ធ្វើការផងជា office ផងសម្រាប់ធ្វើការអញ្ចឹងណាឥឡូវនេះក៏ចេញទៅហើយទៅដល់ផ្សារហើយហ្នឹងក៏ទៅហាង2005សិនហាង2005ទៅម៉ាតតាម2005មានទៅម៉ាតហ្នឹងដើម្បីរកទិញស្បែកជើងបាទរកទិញស្បែកជើងហើយបានត្រឡប់ទៅផ្សារដើម្បីទៅទិញសាច់ទិញត្រីមកធ្វើម្ហូបអញ្ចឹងណាបាទហើយខ្ញុំចូលចិត្តអាស្បែកជើងនេះដោយសារវាពាក់ទៅមើលទៅរៀងមិនក្មេងពិតមិននេះពេកយើងពាក់ទៅវាសមសួនដែរហើយនេះមុខផ្ទះខ្ញុំគឺថាតែភ្លៀងមកគឺស្ទះហើយដោយសារតែលូនឹងវាស្ទះបាទឥឡូវគឺបានហើយត្រីហើយនឹងសាច់ហ្នឹងគឺទុកគាត់នេះធ្វើម្ហូបឥឡូវនេះធ្វើងាំងនៅមន់ហើយអត់ដែលធ្វើទេងាំងមន់ទើបលើកទី1ទេវាដោយសារតែឯងនិយាយទៅធ្វើតែឯងធ្វើឲ្យតែហាក់ឆ្អិនទេឆ្ងាញ់មិនឆ្ងាញ់អត់សំខាន់ឲ្យតែឆ្អិនទៅបាទឲ្យទៅប្លែកមាត់ហើយមើលវីដេអូ YouTube គេធ្វើម្ហូបក៏ធ្វើតាមគេទៅដាក់កំពងខ្ទឹមអីណានៃសពគ្រប់តាមគេតាមឯងហ្នឹងទៅហើយបន្ទាប់ពីរៀបចំធ្វើតាមគេហើយក៏បានលទ្ធផលមួយឆ្អិនស្រេចហូបទៅឯងតំណង